ជំរាបសួរពុកម៉ែបងប្អូនដែលតែងតែនិយមតាមដាននៅ Channel សៀវភៅកំណត់ត្រាខ្មោចថ្ងៃនេះវិលមកជួបខ្ញុំសារជាថ្មីម្ដងទៀតហើយថ្ងៃនេះខ្ញុំមានរឿងពាក់ព័ន្ធជាមួយនឹងការដាក់អំពើដោយសាច់រឿងនេះគឺជាសាច់រឿងរបស់ពូចិនគឺជាឈ្មួញរកស៊ីម្នាក់នៅទីក្រុងភ្នំពេញមុខរបររបស់គាត់គឺកាក់កបគួសមដែរគាត់មានមិត្តភក្តិជិតស្និទ្ធម្នាក់នៅឯខេត្តកំពង់ធំនៅថ្ងៃមួយដោយសារតែមានការនឹករលឹកទៅដល់មិត្តភក្តិពេកពូចិនបាននាំភរិយាដ៏ស្រស់ស្អាតរបស់គាត់គឺអ្នកមីងពីនដើម្បីទៅលេងផ្ទះមិត្តភក្តិរបស់គាត់ឈ្មោះចន្ទ្រាដោយធ្វើដំណើររថយន្តផ្ទាល់ខ្លួនពូចិនបានមកដល់ផ្ទះមិត្តភក្តិរបស់គាត់ដោយមិនបានទូរស័ព្ទប្រាប់ទុកជាមុនទេគឺចង់ឲ្យមានការភ្ញាក់ផ្អើលពួកគាត់ស្រឡាញ់រាប់អានគ្នាណាស់ព្រោះគឺជាមិត្តភក្តិតាំងពីក្មេងៗមកភូមិរបស់ពូចន្ទ្រារៀងនៅដាច់ស្រយាលពីគេដែរគាត់ចេញពីភ្នំពេញតាំងពីម៉ោង 7 ព្រឹករហូតដល់ម៉ោងជាង 3 រសៀលទើបមកដល់ព្រោះដោយសារពូចិនគាត់ខានមកលេងផ្ទះមិត្តភក្តិរបស់គាត់យូរមិនយូរប៉ុន្មានពូចិនក៏បានធ្វើដំណើរមកដល់ផ្ទះមិត្តភក្តិរបស់គាត់ពូចន្ទ្រាព្រាមនោះពូចន្ទ្រាកំពុងតែដេកលេងនៅលើអង្រឹងក្រោមផ្ទះឃើញរថយន្តក៏ស្គាល់ក៏ស្ទុះចេញមកទទួលទាំងទឹកមុខញញឹមជាប់ហើយពូចន្ទ្រាក៏និយាយទៅកាន់ពូចិនថាយីអាពួកម៉ាក់មកលេងមិនដេចមិនប្រាប់គ្នាមុនអូដោយសារតែគ្នាចង់ surprise ឯងហ្នឹងឥឡូវ surprise បានសម្រេចហើយដាច់បាយតាមផ្លូវទៀតមិញពីនសែកផងខឹងប្តីផងនិងស្ដីបន្ទោសឲ្យពូចិនផងក្រោយពីពួកគាត់និយាយគ្នារួចហើយពូចិនក៏បានអញ្ជើញពូចិននិងមីងពីនឲ្យឡើងទៅខាងលើផ្ទះហើយគាត់ក៏បានហៅប្រពន្ធរបស់គាត់ឲ្យមកដាំបាយធ្វើម្ហូបដោយថ្ងៃនេះមានតែទឹកគ្រឿងអន្លក់បន្លែក្នុងភូមិក្រោយពីទទួលទានអាហារថ្ងៃត្រង់រួចរាល់ហើយពូចន្ទ្រានិងពូចិនបានជជែកគ្នាលេងក្រោមផ្ទះទុកឲ្យប្រពន្ធពូចន្ទ្រានាំមីងពីនដើរលេងផ្សារក្នុងភូមិម្ដងនៅរសៀលបន្តិចពូចន្ទ្រាក៏បានបបួលពូចិនហូបស្រាថ្នាំដោយស្រាថ្នាំរបស់គាត់គឺត្រាំពោះវែកព្រោះគាត់ចូលចិត្តណាស់ហើយពេលដែលគាត់កំពុងហូបនោះគឺមានអ្នកភូមិនៅអង្គុយហូបជាមួយនឹងគាត់ដែរកំឡុងពេលដែលកំពុងតែហូបសប្បាយសុកស្រាប់តែមីងពីនបានប្រាប់ប្តីថាកុំឲ្យហូបច្រើនពេកដោយសារតែគាត់បារម្ភពីប្តីឯសាថ្ងៃនេះធ្វើដំណើរផ្លូវឆ្ងាយខ្លាចប្តីអស់កម្លាំងនឹងឲ្យពូចិនទៅសម្រាកចាំស្អែកចាំហូបបន្តទៀតគ្រាន់តែឮដូច្នេះអ្នកភូមិដែលអង្គុយហូបស្រាជាមួយនឹងពូចិនក៏និយាយថាពូចិនខ្លាចប្រពន្ធគ្រាន់តែផឹកស៊ីបន្តិចបន្តួចសោះក៏ខ្លាចដែរដោយសារតែភាពស្រវឹងជោគជាំពាក្យដែលនិយាយលេងបែបសើចចំអកពួកគាត់ក៏បានទាស់សម្ដីគ្នាដោយសារតែការនិយាយដដែលធ្វើឲ្យពូចិនទប់មិនបានក៏ច្រឡោតក្រោកឡើងស្ដីឲ្យប៉ុន្មានម៉ាត់ខ្លាំងអ្នកភូមិជាមួយគ្នានោះដើរចេញទៅហើយក៏បោះពាក្យសម្ដីថាហើយចាំមើលហើយពូចន្ទ្រាក៏លួងចិត្តពូចិនកុំឲ្យខឹងព្រោះគាត់ដឹងថារឿងមិនសូវល្អទេដោយសារតែម្នាក់នោះចេះរបៀនលុះព្រឹកស្អែកឡើងពូចន្ទ្រានិងពូចិនកំពុងតែអង្គុយហូបបាយជុំគ្នាថ្ងៃត្រង់ដោយប្រពន្ធពូចន្ទ្រាគាត់បានឆាក្តៅសាច់មាន់ប៉ុន្តែពូចិនបាយជាមិនលូកដៃហូបសោះហើយធ្វើទឹកមុខដូចជាអន់ចិត្តពូចន្ទ្រាក៏សួរទៅពូចិនថាអាចិនឯកាត់អីមែនបានជាមិនហូបអញ្ចឹងឬក៏ខ្លាចថាសម្លមិនត្រូវចិត្តពូចិនក៏តបទៅពូចន្ទ្រាវិញថាអត់ទេឲ្យខ្ញុំហូបយ៉ាងម៉េចបើសម្លចាននេះសុទ្ធតែដង្កូវខ្យាដំរីក្អែបណាស់គ្រាន់តែឮពូចិននិយាយបែបនេះពូចន្ទ្រានិងភរិយាដឹងថាបែបមិនស្រួលហើយប៉ុន្តែមិនហ៊ានសង្ស័យនរណាទេព្រោះគ្មានអ្វីសំអាងតែគាត់ក៏ដឹងច្បាស់ណាស់ថានេះគឺជាការដាក់អំពើបំណងចង់ផ្ចាញ់ចាលពូចិនពូចន្ទ្រាក៏ងើបទៅក្នុងបន្ទប់របស់គាត់មួយសន្ទុះហើយក៏ត្រឡប់មកវិញភ្លាមនោះពូចិនក៏ឃើញម្ហូបប្រែកខ្លាចមកធម្មតាវិញទើបសួរទៅពូចន្ទ្រាថាអាចន្ទ្រាមិនសុកម្ហូបប្រែខ្លាចមកធម្មតាវិញអញ្ចឹងមានរឿងអីមែនអូមុននេះម្ហូបដែលឯងមើលឃើញសัตว์ហ្នឹងប្រហែលជាមានអ្នកណាចេះអំពើហើយចង់លួលេងមួយពួកម៉ាក់ឯងហើយមើលទៅគ្រាន់តែនិយាយចប់ភ្លាមពូចិនក៏ចុកពោះជាខ្លាំងភ្លាមនោះពូចន្ទ្រាក្រឡេកមើលទៅពោះពូចិនហើយប៉ោងធំឡើងស្ទើរតែនឹងប្រេះហើយស្បែកក៏ចាប់ផ្ដើមប្រែទៅជាខ្មៅដោយស្ថានភាពមិនស្រួលពូចន្ទ្រាបានដឹកពូចិនទៅរកគ្រូខ្មែរនៅក្នុងភូមិ
ក្រោយពីបានមកដល់លោកអ៊ំម្នាក់ដែលជាគ្រូអាគមគាត់ក៏បានយកទឹកមករួចសូត្រសេកអាគមរួចក៏យកឲ្យពូចិនផឹកភ្លាមនោះគាត់ក៏បានធូរស្រាលហើយពុះលែងហើមប៉ុន្តែគ្រូខ្មែរប្រាប់ថានៅយប់នេះម៉ោង 3 ទៀបភ្លឺគឺអ្នកដាក់អំពើម្នាក់ហ្នឹងគេមិនសុខចិត្តនោះទេពិតជាដាក់អំពើម្ដងទៀតហើយហេតុនេះហើយគាត់ឲ្យពូចិននៅសម្រាប់ផ្ទះរបស់គាត់នឹងធ្វើពិធីព័ទ្ធសីមាការពារលុះយប់ឡើងម៉ោងប្រហែលជា 3 ទៀបភ្លឺពិតជាដោយការគ្រោងទុកមែនពូចិនចាប់ដើមធ្វើទុកយ៉ាងខ្លាំងក្អួតចេញសុទ្ធតែឈាមពេលនោះលោកអ៊ំម្នាក់ដែលជាគ្រូខ្មែរគាត់ក៏បានធ្វើពិធីតតាំងនឹងឲ្យពូចិនផឹកទឹកមុនរបស់គាត់បន្តិចក្រោយមកពូចិនបានក្អួតចេញមកស្បែកក្របីមួយផ្ទាំងនិងមានដោយផ្លែឡាមទៀតផងលោកអ៊ំម្នាក់ដែលជាគ្រូខ្មែរបានសួរពូចិនថាតើចង់ធ្វើបកវិញទេបើមិនចង់ធ្វើបកវិញក៏បានដែរព្រោះពេលនេះម្នាក់នោះចាញ់ហើយតែខ្ញុំខ្លាចគេមានគំនិតចង់គុំគួនទៀតពូចិននិងគ្រួសារមិនចង់ឲ្យមានការចងពៀអ្វីនោះទេតែក៏មិនគួរឲ្យម្នាក់នោះធ្វើបាបអ្នកដទៃទៀតដែរឮដូច្នេះលោកអ៊ំដែលជាគ្រូខ្មែរម្នាក់នោះបានបញ្ជាក់គាត់វិញថាបើធ្វើអាចធ្វើបានដោយមិនឲ្យម្នាក់នោះគ្រោះថ្នាក់នោះទេតែម្នាក់នោះនឹងមិនអាចធ្វើបាបអ្នកណាបាននោះទេនិយាយរួចគាត់ក៏ដើរចូលទៅក្នុងអាសនៈរបស់គាត់ដែលនៅក្នុងបន្ទប់ប្រហែលជាកន្លះម៉ោងក្រោយមកគាត់បានឲ្យពូចិនត្រឡប់ទៅផ្ទះវិញបាននិងបានឲ្យយន់មួយបន្ថែមទៀតដើម្បីបង្ការការពារថ្ងៃក្រោយពីត្រឡប់មកវិញពូចិនក៏បានលាមិត្តភ័ក្តិត្រឡប់ទៅភ្នំពេញវិញនិយាយអំពីម្នាក់ដែលបានដាក់អំពើទៅកាន់ពូចិនក៏បានធ្លាក់ខ្លួនឈឺស្គមរិញរៃនិងមិនអាចដាក់អំពើនរណាបានទៀតទេព្រោះតែអំពើនោះបានត្រឡប់រកខ្លួនឯងវិញ